Khi số đây ở kiaថ្ងៃនេះយើងនឹងចាប់ផ្ដើមរៀនជាមួយនឹងកម្មវិធី Python កម្មវិធី Python នេះគឺជាកម្មវិធីមួយដែលងាយស្រួលជាងគេបំផុតនៅក្នុងកម្មវិធីសរសេរកូដអញ្ចឹងអ្នកដែលចង់សិក្សាអំពីការសរសេរកូដជាមួយនឹងកម្មវិធី Python តោះយើងនឹងទៅរៀនទាំងអស់គ្នានៅពេលនេះជាយើងមើលលំនាំដើមផ្នែកទុនចាំបាច់ឥឡូវយើងទៅអានទាំងអស់គ្នានៅក្នុងចំណោមភាសាប្រើប្រាស់សម្រាប់សរសេរកម្មវិធីកុំព្យូទ័រ Python គឺជាភាសាមួយដែលស្រួលរៀនជាងគេព្រោះវាមានលក្ខណៈដ៏សាមញ្ញបំផុតដើម្បីអាចសរសេរកម្មវិធីភាសា Python បានយើងចាំបាច់ត្រូវតែទាញយកផ្នែកទុន Python 3ឬថ្មីជាងនេះពីគេហទំព័រ www.python.org នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows យើងអាចប្រើប្រាស់ IDLE ជារោងជាងឬក៏ IDE ដែលជាកន្លែងសម្រាប់សរសេររៀបចំកម្មវិធីជាភាសា Python ដើម្បីដំណើរការរោងជាង IDLE យើងត្រូវចុច Start All Program Python 3 ហើយ IDE តោះអញ្ចឹងយើងទៅមើលទាំងអស់គ្នាឬក៏យើងអាចចូលតាម CMD ហើយយើងវាយពាក្យថា Python 3អញ្ចឹងយើងទៅមើលការអនុវត្តទាំងអស់គ្នាតោះមុនមកគឺយើងចុច Start CMD ហើយយកពាក្យហើយវាយពាក្យ Python 3ហើយ Enter អញ្ចឹងវានឹងចេញផ្ទាំងបែបនេះតោះយើងចូលទៅសាកទាំងអស់គ្នាហើយតេស្តសាកមើលតើកម្មវិធី Python ដំណើរការឬអត់ឥឡូវនេះយើងប្រើជាមួយនឹង Command Prompt របស់ Windows ដោយតាមពិតយើងមានកម្មវិធីច្រើនទៀតទាក់ទងនឹងការសរសេរ Python យើងអាចប្រើ VS Code ក៏បានយើងអាចប្រើ PyCharm ក៏បានអញ្ចឹងថ្ងៃក្រោយយើងនឹងរៀនទាក់ព័ន្ធនឹងIDE ផ្សេងថ្ងៃនេះយើងរៀនពី CMD សិន CMD របស់ Windows សិនចាំកម្មវិធី IDE ផ្សេងទៀតយើងនឹងរៀនថ្ងៃក្រោយតោះយើងទៅមើលទាំងអស់គ្នាតើឥឡូវចាប់ដើមអនុវត្តទាំងអស់គ្នាទាក់ទងទៅនឹងយើងប្រើជាមួយនឹងកម្មវិធីរបស់ Windows គឺ Command Prompt ណាអញ្ចឹងយើងទំនងយើងចូលកន្លែង search នេះមកហើយវាយ CMD មកយើង enter មកបន្ទាប់មកយើងសរសេរពាក្យថា Python 3ហើយ enter បន្ទាប់វានឹងចេញបែបនេះអញ្ចឹងចេញបែបនេះបន្ទាប់មកយើងសាកបើយើងតេស្តសាកមើលឥឡូវយើងឲ្យតម្លៃ A ស្មើនឹង10អញ្ចឹង enter អញ្ចឹងនៅពេលយើងវាយពាក្យថា A វានឹងចេញតម្លៃឲ្យយើង10 B អញ្ចឹង B ស្មើ20អញ្ចឹងយើងតេស្តតម្លៃ B យើងឲ្យតម្លៃស្មើ20អញ្ចឹងយើងចង់ print វាគឺ A ស្មើ10 B ស្មើ20អញ្ចឹងឧទាហរណ៍យើងចង់បូក A និង B អញ្ចឹងយើង C ស្មើ A បូកនឹង B អញ្ចឹងយើង C អញ្ចឹងឃើញ30អញ្ចឹងគឺលក្ខណៈនៃការសរសេរPython ទៅតាមកម្មវិធី Windows គឺបែបនេះអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញតែប៉ុណ្ណេះទាក់ទងទៅនឹងPython ដែលយើងសរសេរជាមួយនឹងកម្មវិធីរបស់ Windows Command Prompt ហើយនៅថ្ងៃបន្ទាប់យើងនឹងរៀន Python នៅលើកម្មវិធី PyCharm អញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានអញ្ចឹងចង់រៀនបន្ថែមទៀតចាំមើលវីដេអូបន្តទៀតអរគុណ